Bà, chân dân show từ đó cho nó chi pram, mê điện chi pram, để dân đừng dậy tíในក្នុងកម្មវិធី Photoshop យើងធ្វើការផ្លាស់ប្ដូរ font ដោយយើងដូរតែម្ដង font នៅក្នុងកម្មវិធី Photoshop យើងនៅក្នុង artboard យើងនឹងធ្វើការដូរទាំងអស់អូខេអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Photoshop របស់យើងហើយអ្នកនរអាចចូលក្នុងមេរៀនរបស់យើងមេរៀនទី5ធ្វើការទាញយក file របស់យើងចេញពីក្នុងមេរៀនហ្នឹងដើម្បីធ្វើការអនុវត្តទាំងអស់គ្នាអូខេអញ្ចឹងពេលដែលយើងធ្វើការបើកទៅលើ file របស់យើងគឺមានទម្រង់ស្តៀងហ្នឹងឬក៏បែបហ្នឹងអូខេអញ្ចឹងនៅក្នុងនេះគឺអ្នកនរអាចធ្វើការ view ទៅលើ artboard ទាំងអស់ហើយអ្នកនរអាចប្រើ shortcut មួយដើម្បី view មើល artboard ទាំងអស់ឲ្យធំឲ្យវា fit ជាមួយ screen របស់យើងចុច control L ឬក៏ command option លេខ0ណាអញ្ចឹងវានឹង view ទៅលើ file 100%របស់យើងណាបើយើងចុច control លេខ0ឬក៏ command លេខ0វា view មើល fit ពេញបើយើងចុច control L លេខ0ឬក៏ command L លេខ0វានឹង view មើល 100% នៃ file របស់យើងណា 100% view អូខេអញ្ចឹងខ្ញុំចុច control លេខ0ដើម្បីមើលពេញអូខេតោះអញ្ចឹងនឹងកន្លែងនេះអ្នកនរអាចធ្វើការដូរ font កន្លែងនេះយើងអាចដូរ font code យើងអាចដូរ color code យើងអាចដូរឈ្មោះ font ដូរអីបានដោយយើងធ្វើការដូរម្ដងគឺវាដូរទៅទាំងអស់អញ្ចឹងគន្លឹះនៃការដូរអ្នកនរចុចត្រង់កន្លែង layer អូខេអញ្ចឹងអ្នកនរចុចត្រង់កន្លែង layer អ្នកនរអាចធ្វើការ fill កន្លែងនេះខ្ញុំចុចលើ layer នេះអញ្ចឹងពេលដែលអ្នកនរចុចលើ layer អ្នកនរនឹងឃើញ font ទាំងអស់នេះអញ្ចឹងវាមានវិធីសាស្ត្រច្រើនបើសិនជាយើងចង់ fill វាដោយយើងដូរទៅហើយវាមានមានន័យថាកន្លែងនេះអ្នកនរត្រូវមានឈ្មោះ layer ហ្នឹងគឺដូចគ្នាបើថាឥឡូវខ្ញុំមានឈ្មោះនេះbyline នេះគឺឈ្មោះ layer ហ្នឹងគឺដូចគ្នាទាំងអស់មិនន័យថាឈ្មោះ layer នេះយើងអត់សំដៅឈ្មោះនេះយើងអាចសរសេរខុសគ្នាបានឈ្មោះនៅក្នុង artboard ណាន័យថា text នៅក្នុង artboard យើងអាចសរសេរមិនក៏បានដែរប៉ុន្តែឈ្មោះរបស់ layer យើងដាក់ឈ្មោះឲ្យដូចគ្នាអញ្ចឹងកន្លែងនេះខ្ញុំធ្វើការខាញហើយខ្ញុំយកពាក្យថា name ហើយខ្ញុំរើសឈ្មោះកន្លែងខ្ញុំយក name មានន័យថាខ្ញុំចង់ specific name មានន័យថាខ្ញុំចង់ filter specific name layer ណាដែលខ្ញុំចង់បានឧទាហរណ៍ថាខ្ញុំចង់បាន layer មួយដែលឈ្មោះថា byline នេះឃើញទេពេលអ្នកនរគ្នា search លើពាក្យថា byline វានឹង show តែ layer ណាដែលមានឈ្មោះថា byline អ្នកនរគ្នាទេអញ្ចឹងយើងអាចធ្វើការ select layer ទាំងអស់ហ្នឹងអញ្ចឹងដើម្បីធ្វើការ select យើងចុចលើ layer ណាមួយក៏បានខាងលើគឺក៏បានខាងក្រោមក៏បានយើងចុច shift យើងចុចលើ layer ខាងក្រោមគេបងអញ្ចឹងវានឹងធ្វើការ selected ទៅលើ layer អក្សរដែលយើងបានអក្សរដែលមានទាំងអស់ហ្នឹងអញ្ចឹងយើងអាចធ្វើការដូរពណ៌អក្សរយើងអាចធ្វើការដូរ font អូខេអញ្ចឹងយើងអាចធ្វើការដូរនេះខ្ញុំអាចដូរពណ៌ឃើញទេពេលខ្ញុំដូរពណ៌វានឹងដូរពណ៌នៅក្នុងនេះទាំងអស់ណាអូខេដូរពណ៌អក្សរទេចឹងកន្លែងនេះយើងដូរតែមួយវាដូរបានទាំងអស់ណាហើយខ្ញុំអាចដូរ font អក្សរឃើញទេចឹងខ្ញុំចង់បាន font អីខ្ញុំអាចដូរ font ហ្នឹងអូខេខ្ញុំអាចដូរកម្រាស់ខ្ញុំអាចដូរ style ខ្ញុំអាចដូរប្រភេទនៃ font ហ្នឹងបានអញ្ចឹងកន្លែងនេះគឺវាងាយស្រួលមែនទែនពេលដែលយើងធ្វើការងារទៅលើកម្មវិធី Photoshop អ្នកខ្លះគាត់ប្រើទៅលើការ design menu ទៅលើកម្មវិធី Photoshop ឬក៏គាត់មាន artboard ច្រើនឬក៏គាត់មាន text ច្រើនអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាព្យាយាមប្រើទៅលើ layer name ឲ្យបានត្រឹមត្រូវពេលដែលយើងធ្វើការដូរគឺវាមានភាពងាយស្រួលបែបនេះអញ្ចឹងនៅក្នុងមេរៀននេះយើងមានប៉ុណ្្នឹងទេអរគុណ